ចិនឲ្យកម្ពុជាថៃត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាជាបន្ទាន់ភារកិច្ចបន្ទាន់គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឲ្យបានឆាប់ចាប់ផ្ដើមសន្ទនាឡើងវិញនិងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីហើយរីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញនិងផ្ដល់វេទិកាសម្រាប់ការសន្ទនានិងកិច្ចចរចារវាងភាគីទាំងពីរទាំងនេះជាខ្លឹមសារដែលឯករដ្ឋទូតចិនប្រចាំកម្ពុជាលោកវ៉ាងវិនពេញផ្សព្វផ្សាយឲ្យដឹងក្រោយពេលលោកដេងស៊ីនជូមន្ត្រីបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិនបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងថៃដើម្បីសម្រាប់សម្រួលឲ្យមានការជប់បាញ់គ្នាក្នុងជន្លោះព្រំដែនកម្ពុជាថៃឯករដ្ឋទូតចិនលើកឡើងថាភាគីចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្រាប់សម្រួលរបស់អាស៊ាននិងគាំទ្រទូនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ានក្នុងការឃ្លាំមើលបទជប់បាញ់រីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញនិងផ្ដល់វេទិកាសម្រាប់ការសន្ទនានិងកិច្ចចរចារវាងភាគីទាំងពីរចិនសង្ឃឹមថាកម្ពុជានិងថៃនឹងរួមដំណើរគ្នាបន្តទៅមុខខិតខំស្ដារទំនុកចិត្តគ្នាទៅវិញទៅមកនិងកសាងសន្តិភាពឡើងវិញតាមបណ្ដោយព្រំដែន3 គ្រាប់ក្រឡានមួយទៀត